មូលហេតុដែលខ្ញុំអត់ទាន់មានកូនទី3មិនមែនដោយសារខ្ញុំអត់មានទេតែដោយសារខ្ញុំយកអត់ទាន់កើតហើយខ្ញុំអត់thấyបានខ្ញុំយកអត់កើតក្នុងវីដេអូហ្នឹងចាំខ្ញុំប្រាប់អូយស្រីលីគេបានប្អូនហើយលោកអូយហើយយកពណ៌តំណងម៉េះនេះគឺជាពេលវេលាដែលស្លន់ជាងគេសម្រាប់ជីវិតរបស់ខ្ញុំរងថ្ងៃនំពេញអត់អីដល់ថ្ងៃហ្នឹងមកលេងកំពង់សោមពីយប់មកដល់ដេកបានប្រហែលម៉ោងសើលឺទូរស័ព្ទរោប្រាប់ថាបងខ្ញុំបែកទឹកភ្លុះហើយវាប្តីខ្ញុំទំដេកបាន1ម៉ោងគ្នានោះដាក់ជ្រុលយកមិញទៀតដល់អ្នកប្រាប់ត្រង់ថាបងបើកឡានទៅអត់រួចទេវាចាំថ្ងៃត្រង់បងគាត់ថាខ្ញុំទៅហ្មងទៅដល់ខ្ញុំនេះមិនដឹងធ្វើអីនឹកឃើញណាមិនតន់មានងឹតមកនឹងមកគ្នាហើយយកមិញហ្នឹងងឹតហ្នឹងក៏ដាក់ជ្រុលមួយប្តីខ្ញុំដែរហើយធ្វើសើទៅងឹតអើយបែរមិនស្គាល់ឡានឈ្នួលណាទុកចិត្តអត់ខ្ញុំមិនហ៊ានជិះទេនេះយើងដឹងថាយើងសួរប៉ុណ្ណឹងងឹតជូនទៅឲ្យជូនមែនបែកមកថាបានងឹតនឹងឯងជូនទៅដល់ហើយហួសផ្លូវលបឿនលឿនចូលមកដល់ពេញខ្ញុំឯងជិះ pass app តគ្រាន់តែបានជិះចិត្តដល់ហ្នឹងប្អូននេះផ្ញើមកហ្នឹងក្មួយកែដែរអត់អីយ៉ាងហោចណាស់ក៏ខ្ញុំបានទៅមើលប្អូនខ្ញុំនៅក្នុងអាបន្ទប់ពេលក្រោយសម្រាលអីអ្វីដែលខ្ញុំចង់ទៅហ្នឹងគឺចង់ទៅលើកទឹកចិត្តបងប្អូនភ័យហើយខ្ញុំពិតជាមកតន់មែនគាត់ទៅមកដល់គឺឃើញក្មួយគេរុញទៅបន្ទប់ខាងលើដើម្បីទៅបន្ទប់តាមដានបន្តតែអត់មើលក្មួយទេទៅមើលម៉ែវាសិនអាណិតណាលោកអើយគឺឡើងញាក់ទៅត្រឹកមកដល់ហ្នឹងបានបងថ្លៃខ្ញុំគាត់មកមុនអញ្ចឹងទីបំផុតយើងក៏ទទួលបានសមាជិកថ្មីម្នាក់ទៀតគឺក្មួយខ្ញុំបកើតដែលទៅជាកូនប្អូនថ្លៃរបស់ខ្ញុំតែមានឈ្មោះថាជូលីកូនប្អូនទៅកើតមកប៉ុណ្ណឹងចាក់ស្ដែងកូនបងតំប៉ុណ្នេះជាអ្នកនឹកដែរលោកអើយខ្ញុំមិនទាន់បានត្រៀមខ្លួនទៅជាបងគេឥឡូវមកមួយព្រិចមកទៀតនេះហើយម្ដាយទៅមិនចេញមកវាកាត់មកហ្នឹងឃើញកូនបងនឹកនិយាយទៅអារម្មណ៍ដូចតាំងពីខ្ញុំសម្រាប់អេឌីថ្មីថ្មោងអញ្ចឹងគ្រាន់តែកើតកូនប្អូនហើយពេលខ្ញុំមានអារម្មណ៍ថាមិននឹកឲ្យនឹកកូនបងខ្លាំងមែនតើហើយ finally ចេគេក៏បានមកដល់បានឃើញប្អូនបន្ទាប់របស់គេហើយនិយាយពីវេលាពេលឃើញក្មេងជាងគេថាស្រឡាញ់ហើយសួរខ្ញុំរហូតមកមេកាលយកបេប៊ីចង់មានប្អូនប៉ុន្តែកត្តាដែលធំចម្បងនេះគឺស្រីលីឃើញកូនក្មេងកូនង៉ែតអញ្ចឹងគេទៅស្រឡាញ់ហីប៉ុន្តែដល់សួរយកប្អូនខ្លួនឯងអត់តន់ថ្ងៃណាអារម្មណ៍ល្អអញ្ចឹងទៅឆ្លើយអាយ៉អញ្ចឹងទៅថ្ងៃណាអត់វិញអត់អញ្ចឹងទៅហើយណាទុកចិត្តបើផ្លែតផ្លាស់ប្ដូរអារម្មណ៍ 4-5 ដងអញ្ចឹងតែនិយាយបើ3វិញ3តំណងនោះសំបដ ாய் ដូចមែនតែនហ្មងអូយស្រីលីគេបានប្អូនហើយលោកអូយហើយយកពណ៌តំណងម៉េះយ៉ាតំណងមិនលើអត់ទៅផ្ទះទៅសบายទេលោកអើយនៅប្រចាំគ្នា3ប្អូនម្ដងម្នាក់ហ្នឹងអូក្អែចឹងឥឡូវនេះអូនបានមកដល់ផ្ទះហើយស្លូតណាស់បងប្អូនអើយនិយាយទៅយំទៅពេលឃ្លានមួយទេតាមពិតក្មេងអាពេលជួសនោះគាត់ត្រូវយំដែរដោយសារពេលគាត់សើមគូតចឹងទៅស្អុះស្អាប់ដល់យំហើយអញ្ចឹងអ្នកមានកូនតូចជាពិសេសគឺខោទឹកនោមហ្មងរើសឲ្យត្រូវកាលណាដែលយើងរើសត្រូវក្មេងស្លៀកទៅអត់ហប់អត់ក្តៅអត់រលាកគូតគ្នាគឺគ្នាអត់សូវយំទេជាក់ស្ដែងដូចខោទឹកនោមដែលក្មួយខ្ញុំពាក់នេះដំបូងខ្ញុំអត់ជឿណាគេថាជក់ទឹកណាស់ចាក់ទឹកហើយយកកណាត់ទៅប៉ះឬក៏យកដៃទៅប៉ះគឺអត់មានសើមដល់ដៃយើងទេអ៊ំនេះតនេះចង់ដឹងចង់លឺដែរយកទឹកមួយកែវមកចាក់លើខោទឹកនោមហ្នឹងខ្ញុំគាត់ថាទឹកនោមក្មួយខ្ញុំហើយខ្ទង់ប៉ិតហ្នឹងហើយអញ្ចឹងពេលដែលចាក់ហើយខ្ញុំយកกระดาษយកមកផ្ដិតពីលើភ្លាមហើយចាក់ស្ដែងกระดาษហ្នឹងគឺវាអត់សើមកระดาษទេហើយស្ទាបទៅគឺអត់មានដឹងថាខោហ្នឹងគឺទៅនោមហើយហ្មងហើយខោទឹកនោមខ្លះពេលដែលនោមហើយវាកក់មកដុំឲ្យគ្នាពិបាកដេកអានេះនោមជ្រឿកចាក់ទឹកមកកន្លែងទៅវាមានអាជាតិអីគេស្រូបទៅខោទឹកនោមហ្នឹងគឺនោមប៉ុណ្ណាក៏ដោយក៏វាស្មើហើយស្រួលដែរអត់ពើកដុំឲ្យក្មេងពិបាកស្លៀកទេហើយបើទឹកនោមហ្នឹងច្រើនណាដល់ពេលត្រូវដូរគឺអាចឆ្លងធ្វើបដូរពណ៌យើងដឹងតែយើងត្រូវដូរហ្មងហើយស្រឡាញ់ខោ newborn ហ្នឹងពេលដែលក្មេងដែលគាត់ទៅកើតក៏មានតឹងចិត្តអញ្ចឹងគេមានកន្លែងជ្វានេះកុំឲ្យប៉ះតឹងចិត្តក្មេងទៀតស្លៀកទៅអត់មានស្នាមចកេះទេគេទៅខោហ្នឹងលយខ្ញុំស្រឡាញ់ជាងគេគឺចកេះគេហ្នឹងហ្មងពេលស្លៀកខោទឹកនោមម្ដងពេលដែលយើងបដូរខោទៅឃើញអាស្នាមខោហ្នឹងជាប់ចកេះហ្មងប៉ុន្តែខោទឹកនោមនេះអត់ទេណាពេលដែលយើងបកចេញមកគឺចកេះខោកូនសឹងតែអត់ឃើញហ្មងដោយសារកស៊ូគេនឹងយឺតអត់រឹតអត់ស្នាមសារមានបន្លោះមានខ្យល់ចេញចូលគេអញ្ចឹងទៅក្មេងស្លៀកទៅអត់ចកេះទេថ្ងៃម៉ាក់កំពុងតែមានកូនទុយរកខោទឹកនោមដែលល្អស្លៀកទៅស្រួលស្លៀកហើយរីកមិនពីខ្ញុំទៅខ្ញុំមិនដែលងាយទៅ review របស់អីទៅពីតែខោទឹកនោម K Free Baby ហ្នឹងល្អមែនអត់ជឿទេអាចសាកបាន